បើយើងចូលមកមើលលំហាត់បន្តទៀតតាក់ទងជាមួយនឹងមេរៀនអនុវត្តច្បាប់ Newton បាទជាងគេថារសើរមួយមានប្រវែង L ស្មើជាមួយនឹង48 សង់ទីម៉ែត្រត្រូវបានដាក់តាមទិសដេកដោយភ្ជាប់ចុងម្ខាងទៅនឹងអនុវិលតេតាបាទអតេតាហ្នឹងនឹងចុងម្ខាងភ្ជាប់ទៅនឹងដុំម៉ាស់ 5 m ស្មើជាមួយនឹង50 ក្រាមដែលអាចចល័តតាមរបាដេកដែលគ្មានកកាត់គណនាសាច់លូតរបស់រសើរពេលរសើរវិលដោយ4មុំអូមេហ្គាហ្នឹង2ជុំនៅក្នុងវិនាទីហើយគេដឹងថារសើរត្រូវបានព្យួរដោយម៉ាស់ដែលមានម៉ាស់ m 200 ក្រាមវាលូតបាន1 សង់ទីម៉ែត្រអញ្ចឹងខគេឲ្យគណនាទៅនឹងខ្សែរបស់រសើរអញ្ចឹងយើងមកចូលមើលដំណោះស្រាយអញ្ចឹងគេឲ្យគណនាសាច់លូតរបស់រសើរអញ្ចឹងយើងត្រូវគូកម្លាំងដែលមានពើលើប្រព័ន្ធអញ្ចឹងមានន័យថាបើមើលទៅលើរូបរបស់យើងគឺអានេះគឺជាអនុវិលបាទវាភ្ជាប់ជាមួយនឹង motor អញ្ចឹងមកហើយភ្ជាប់ជាមួយរសើរភ្ជាប់ជាមួយដុំម៉ាស់អញ្ចឹងបើយើងសិក្សាទៅលើដុំម៉ាស់បើជាសិក្សាទៅគឺយើងជ្រើសអ្នកសង្កេតនៅក្រៅប្រព័ន្ធនៅក្នុងប្រព័ន្ធអញ្ចឹងយើងបញ្ចូលនៅកម្លាំងមួយយើងហៅថាកម្លាំងចាក់ចិត្តហើយវិជាសិក្សាដុំអង្គធាតុហ្នឹងវាមានកម្លាំងចាក់ចិត្តនិងកម្លាំងទាញរបស់រសើរនិងមួយទៀតគឺកម្លាំងប្រតិកម្មហើយអានេះគឺជាទម្ងន់អញ្ចឹង air ជាកម្លាំងប្រតិកម្ម V គឺជាទម្ងន់បាទហើយ I គឺជាកម្លាំងចាក់ចិត្តបាទ I' មួយទៀត I នេះគឺជាកម្លាំងទំនាញរបស់រសើរឬយើងហៅថាកម្លាំងទាញរបស់រសើរដែលយើងអនុវត្តទៅតាមច្បាប់ហុកគឺ I ស្មើជាមួយនឹងការ x អញ្ចឹងយើងសិក្សាតាមលំនឹងធៀបវាមានបើយើងសិក្សាអ្នកសង្កេតនៅក្នុងប្រព័ន្ធគឺយើងសិក្សាទៅតាមលំនឹងធៀបបាទអញ្ចឹងវាមានន័យថាយើងឲ្យសិក្សាឲ្យប្រព័ន្ធទាំងអស់នោះផលបូករបស់វាគឺស្មើ0អញ្ចឹងRW បើយើងសិក្សាទៅតាមអាដីគឺវា0អញ្ចឹងវាមានន័យថា2នឹង0អញ្ចឹងណាសល់តែ2នេះស្មើ0អញ្ចឹងកាលណាវីទ័រ2បូកចូលគ្នា0ន័យថាទិសដៅផ្ទុយ module ស្មើគ្នាអញ្ចឹងយើងទៅសេតែតម្លៃវាមកវាស្មើគ្នាមកបាទ S របស់យើងការ x S' គឺ m អូមេហ្គាការ៉េ L បាទនេះគឺជាកម្លាំងចាក់ចិត្តបាទហ្នឹងហើយអញ្ចឹងតកតើងជាមួយនឹងអូមេហ្គារបស់យើងការ៉េទៅតែL របស់យើងគឺយើងត្រូវយកអីគេ L0 បូក x ប្រវែងដើមបូកជាមួយនឹងសាច់លូតបាទអញ្ចឹងតកតើងជាមួយនឹងអានេះគឺយើងគុណវាបញ្ចូលគ្នាមកហើយយើងទាញរក x បាទអញ្ចឹងនៃគេម៉ាស់ព្យួរម៉ាស់របស់យើងគឺប៉ុណ្ណឹងអញ្ចឹងតកតើងជាមួយនឹងថងចំណុចនេះគឺយើងសាច់លូតរបស់វាចំពោះគឺថេកម្លាំងវាសិនបាទថេកម្លាំងរបស់យើងគឺពេលយើងនិយាយទៅគឺ S ចែកជាមួយនឹង x ប៉ុន្តែ S របស់យើងគឺ mg បាទចែកជាមួយនឹង x របស់យើងគឺលូតបានប៉ុណ្ណឹងអញ្ចឹងថេកម្លាំងយើងបានប៉ុណ្ណឹង m0 ស្មើប៉ុណ្ណឹងហើយ L0 ស្មើប៉ុណ្ណឹងហើយ mass m ប៉ុណ្ណឹងគឺយើងប្របែកបានអូមេហ្គានេះ2ជុំនៅក្នុង1វិនាទីអញ្ចឹងគុណតែវា2ផាយទៅបាទវាបាន4ផាយរ៉ាត់យ៉ងក្នុងវិនាទីអញ្ចឹងគណនាសាច់លូតមក 0.02 ម៉ែត្របន្ទាប់មកគណនាទៅនឹងខ្សែអញ្ចឹងទៅនឹងខ្សែរបស់វាគឺ I ស្មើការ x ដោយការរបស់យើងគឺ191 Newton នៅក្នុង1ម៉ែត្រអញ្ចឹងយើង x របស់យើង 0.02 ម៉ែត្រអញ្ចឹងយើងគណនាមកគឺ S របស់យើងបានប៉ុណ្ណឹងតែពិតទៅនឹងខ្សែបើយើងនិយាយទៅគឺតាក់ទងជាមួយនឹងកម្លាំងទាញឬក៏យើងនិយាយកម្លាំងទាញរបស់រសើរបាទដូចគ្នាទេអញ្ចឹងគណនាមកគឺបានតម្លៃប៉ុណ្ណឹងបាទ 3.92 Newton